កម្មករម្នាក់ស្លាប់និង39នាក់ទៀតរងរបួសក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នៅក្រុងឧដុង្គម៉ែជ័យខេត្តកំពង់ស្ពឺឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តក្រុងដឹកកម្មករនិយោជិកដែលមានសមាជិកសរុប42រូបនិងរថយន្តគ្រួសារមួយគ្រឿងនៅត្រង់ចំណុចផ្លូវជាតិលេខ44ស្ថិតនៅចន្លោះគីឡូម៉ែត្រលេខ129-130ភូមិខ្សាច់ពូលសង្កាត់វាពងក្រុងឧដុង្គម៉ែជ័យខេត្តកំពង់ស្ពឺនៅព្រឹកថ្ងៃពុធទី7ខែឧសភាឆ្នាំ2025នេះឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលឲ្យកម្មកររងរបួស40នាក់ក្នុងនោះស្លាប់1នាក់រងរបួសធ្ងន់2នាក់និងរបួសស្រាល37នាក់ភ្លាមថ្នាក់ដឹកនាំមន្ត្រីបុគ្គលិកបសសនៃក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈកំពុងសម្របសម្រួលជាមួយនឹងក្រុមគ្រូពេទ្យដើម្បីជួយសង្គ្រោះនឹងជនរងគ្រោះក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈក៏កំពុងបន្តតាមដានយកចិត្តទុកដាក់ពិនិត្យនិងព្យាបាលក៏ដូចជាផ្ដល់អត្ថប្រយោជន៍ជូនជនរងគ្រោះស្របតាមច្បាប់